កុំខ្ជិលសំបនទេបននឹងឯងជាមិត្តសម្លាញ់ជាទីពឹងជាសម្បត្តិអរិយទ្រព្យបញ្ញនិធិអនុគមិកោហោតិតែជាប់តាមជីវិតរបស់យើងគឺយើងត្រូវពឹងបនទាំងស្រុងតែហ្មងចឹងហើយនឹងពុទ្ធរិកាដែលព្រះអង្គសម្ដែងបននឹងជាស្បៀងក៏ព្រះអង្គសម្ដែងប្រពចំពោះបុត្រកោខេតកៈបននឹងជាមិត្តក៏ព្រះអង្គសម្ដែងនាំមកនៅប្រយោជន៍នាំមកនៅសេចក្តីសុខទាំងលោកយៈសុខទាំងលោកតរៈសុខនៅលើបនហើយចាំបាច់គឺត្រូវតែសន្សំដោយអង្គឯងដោយខ្លួនឯងយើងនៅជួបជុំគ្នាអ៊ូអភរិយាស្វាមីអីចេះតែបួលគ្នាទៅធ្វើបន់អីប៉ុន្តែតួបន់គឺចិត្តយើងម្នាក់សន្សំរៀងខ្លួនចឹងហ្នឹងហើយហ្នឹងយើងយល់ហើយគ្រាន់តែថារំលឹកកុំឲ្យយើងខ្ជិលកុំឲ្យយើងឡាចបន់កុំឲ្យថាបន់តិចតួចអីណាព្រះពុទ្ធអង្គមិនឲ្យយើងប្រមាថថាបន់តិចតួចនឹងមិនឲ្យផលអីទេព្រះអង្គឲ្យសន្សំតក់ពេញឆ្នាំងពេញក្អមទាំងពុទ្ធរិកាណាហ្នឹងហើយហ្នឹងគឺបងប្អូនកូនចៅយើងមានសទ្ធាគឺថាត្រួនៅបនកុសលទទួលនៅបនកុសលក្នុងចិត្តសន្តានជាជាងដែលថាធម្មជាតិដែលមានចិត្តសម្រាប់យើងសន្សំបននឹងឯងទៅយើងប្រើចិត្តហ្នឹងវាជារបស់ដែលទុកដាក់ក្នុងโลกនេះទេមិនមែនយើងយកចិត្តទៅព្រះនិព្វានទេគ្រាន់តែយើងប្រើឲ្យសំបននឹងគ្រប់គ្រាន់ទៅសម្រាប់ទៅជាអរិយមគ្គឧបាទៈថតិភង្គៈឬលត់ទៅដែរតើមិនមែនទៅនិព្វានទេអរិយមគ្គហ្នឹងឧបាទៈថតិភង្គៈគ្រាន់តែថាជាផ្លូវទៅព្រះនិព្វានព្រោះអរិយមគ្គសមុច្ឆេតបហានៈធម្មជាតិនឹងកើតមកគឺកំចាត់បងឬគល់នៃវត្តដាក់អញ្ចឹងទៅវាត្រូវអស់វត្តដាក់ហ្នឹងឯងការកើតឡើងនៅកិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់ហ្នឹងគឺមិនមានការកើតហ្នឹងដោយអំណាចនៃអរិយមគ្គហ្នឹងឯងរបៀបដូចថាយើងប្រើក្បូនឆ្លងទៅត្រើយនេអញ្ចឹងទីបំផុតដល់ត្រើយនេហើយយើងអត់ត្រូវការក្បូននឹងទៀតទេហ្នឹងហើយមកអត់មានត្រឡប់អីមកត្រើយអាយនឹងវិញទេត្រូវបដែតទឹកចោលឬក៏អូសដាក់នៅនឹងមាត់ច្រាំងនឹងចឹងទៅអរិយមគ្គហ្នឹងចឹងឯងចឹងគេថាកើតឡើងក្នុងអង្គណាសោតាបត្តមគ្គមកសង្សារវត្តហ្នឹងកើតតែម្ដងគត់មួយខណៈណាម្ដងហ្នឹងគឺមួយខណៈហើយអត់មានច្រើនលើកដោយយើងសោតវិញ្ញាណនេះវាកើតតែមួយខណៈដែររលត់ទៅវាត្រូវបន្តដោយសម្បដិឆណៈសន្តិណៈអញ្ចឹងប៉ុន្តែវាកើតឡើងទៀតរាប់ដងមិនអស់ទេតែសោតាបត្តមគ្គកើតតែមួយខណៈហើយតែម្ដងគត់មកសង្សារវត្តសម្រាប់មួយអង្គម្នាក់សក្តិគិមិមគ្គក៏តែមួយខណៈហើយម្ដងអនាគិមិមគ្គក៏តែមួយខណៈហើយម្ដងអរហត្តមគ្គក៏តែមួយខណៈហើយម្ដងមកពីកិលេសដែលលះបង់ហើយមិនត្រឡប់មកវិញអញ្ចឹងអត់មានអរិយមគ្គតែដែលសោតាបត្តមគ្គ2ដងអីសម្រាប់មួយអង្គឬម្នាក់នឹងទេហ្នឹងឯងហ្នឹងគឺការមិនកើតឡើងជារៀងរហូតហ្នឹងឯងគឺនិព្វាននិព្វានសម្បត្តិសម្បត្តិរបស់ព្រះអរិយបុគ្គលហ្នឹងចឹងប៉ុណ្ណា